ឆ្នាំនេះបើឈ្នះទៀតគឺថាល្មមគ្រប់តុង20ទៀតហើយទៅនាយករមិនឃើញនេះចុះអាពីរដាក់ទៅទៅឯណានោះខ្ញុំសុំចុះចាញ់វាអើយអានេះខ្លាំងភ្លើងមែនលោកនាយកសាលាហៀងពួកយើងជួបគ្នាទៀតហើយមួយរយៈនេះខំបង្ហាត់សិស្សរបស់លោកចង់ប្រកួតនឹងខ្ញុំមែនទេមែនហើយល្អណាស់ត្រូវហើយឆ្នាំណាក៏ពួកខ្ញុំឈ្នះដូចមិនសូវសមសោះដៃគូម្នាក់ក៏គ្មានផងអេវត្តលោកស៊ីអាចទេអីបាទស្អុយម្លឹងអើយអាឡុតពីអ្នកមិនដឹងយីទៅឯណាទេចិត្តចាប់ផ្ដើមមកឥឡូវគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចអត់ម៉េចទៅរកគេឲ្យជំនួសវាទប់ទល់សិនទៅមិនក៏មិនតាន់មកទៀតណោះអើយឈីងអើយពួកឯងមើលសូម្បីតែឈ្នួលបោកកៅអៅក៏វាហៅមកដែរពួកសិស្សវាក្រមែនហ្មងការប្រកួតចាប់ផ្ដើមកម្មវិធីដំបូងគឺឆ្លើយសំណួរម្ដងនេះគឺដណ្ដើមគ្នាឆ្លើយត្រូវគឺបាន1ពិន្ទុហើយឆ្លើយខុសគឺដក1ពិន្ទុអាចឆ្លើយម្ដងទៀតយល់ហើយឬនៅអូយល់ហើយទៅយល់ហើយរៀបចំនេះជាសំណួរទី1សូមនិយាយពាក្យ4ឃ្លាដែលមានអក្សរដង្ហើមនៅខាងក្នុងសាឡាមេងអំតបាដកដង្ហើមស្លាប់ទៅអត់ដង្ហើមចុះទឹកអត់ដង្ហើមផ្ដាសាយពិបាកដកដង្ហើមឆ្លើយត្រូវសាឡាមេង1ពិន្ទុអាចាបន្ទាប់មកទៀតគឺសំណួរធម្មតាអ្នកខ្សោយម្នាក់ចូលទៅកន្លែងណាដែលជាកន្លែងល្អជាងគេខ្ញុំឆ្លើយសាឡាមេងគឺសាលាអូខុសសាលាតុងវ៉ាងឆ្លើយទាំងមនុស្សចាស់ឆ្លើយត្រូវហើយយ៉ាងនេះបានដែរខ្ញុំជាអ្នកខ្សោយវាជាអ្នកខ្សោយអញ្ចឹងមិនឆុងគ្នាទៅហើយទេអីយ៉ាងម៉េចមិនសុខចិត្តអីឥឡូវគឺលបងប្រាជ្ញាម្ដងមានកណ្ដោមួយគូមួយឈ្មោលមួយមេគេបាញ់ត្រូវធ្លាក់ទៅដីចុះឈ្មោលនោះគ្មានត្រូវគេបាញ់ទេមិនក៏ធ្លាក់ទៅដីដែរសូមសួរថាហេតុអីស្លាមេងឆ្លើយពួកវាស្រឡាញ់គ្នាពេកឈ្មោលនោះមិនដាច់ចិត្តទៅហោះចុះទៅណាខុសពីព្រោះរំជួយដីខុសទៀតឲ្យដក1ពិន្ទុសាលាតុងវ៉ាងឆ្លើយពីព្រោះឈ្មោលនោះវាសបាយពេកតែដៃហេតុនេះឈរមិននឹងក៏ធ្លាក់ទៅដីទៅឆ្លើយត្រូវបាន1ពិន្ទុចឹងក៏បានដែរដូចជាផ្ដេផ្ដាស់ពេកហើយបន្តទៀតគឺសំណួរប្រវត្តិសាស្ត្រហ្សាន់ស៊ីខាន់មានម្ដងរួមទ័ពម៉ុងហ្គោល 100000 នាក់ទៅច្បាំងនៅទីក្រុងហ្សាន់ស៊ីខាន់បញ្ជាខ្លាំងថាសម្រុកសម្លាប់ចូលក៏ប៉ុន្តែទ័ពម៉ុងហ្គោល 100000 មិនស្ដាប់បញ្ជារបស់ហ្សាន់ស៊ីខាន់ទេសុំសួរថាតើហេតុអីទៅតុងវ៉ាងឆ្លើយភ្លាមពីព្រោះទ័ពម៉ុងហ្គោលខ្លាចងាប់ខុសហើយសាឡាមេឆ្លើយភ្លាមទៅឯងឆ្លើយទៅណាដឹងថាវានិយាយស្អីឆ្លើយត្រូវហើយពីព្រោះពេលនោះហ្សាន់ស៊ីខាន់និយាយភាសាហ៊ានទៅពួកម៉ុងហ្គោលនោះស្ដាប់មិនដឹងថាវានិយាយពីស្អីបាន1ពិន្ទុអូយ